កូនសុំតោជួយមិនបានໄວសងគ្រួសារយើងកំពុងលំបាកវ័យកូននេះក៏ច្រើនដែរហើយមិនឃើញសោកក៏ត្រើយពេលនេះកូនកំពុងខំប្រឹងបិទភ្នែកសួរខ្លួនឯងថាឯណាទៅផ្លេចខ្ញុំត្រូវដើរសុទ្ធតែជ្រុះមិនក៏គ្មានកម្មយន្តដើរមួយណែសសិតត្រូវហើយមួយណែជាខ្លើពេលខ្ញុំដើរផ្លូវខុសគេបែរជាសរសើរគេមិនចង់ឃើញខ្ញុំប្រសើរមើលមុខមើលមាត់ណាស់មិនរាប់គេជាខ្លើពេលខ្លះក៏រាប់ខុសដូចជាពាក្យចាស់លោកបានប្រដៅស្គាល់មុខតែមិនអាចស្គាល់ចិនបាម៉ាំងអើយកូនសុំតោជួយមិនបានໄວសងគ្រួសារយើងកំពុងលំបាកវ័យកូននេះក៏ច្រើនដែរហើយមិនឃើញសោកក៏ត្រើយពេលនេះកូនកំពុងខំប្រឹងលើកដៃសំពះខ្ញុំចាក់ចេញពីផ្ទះទាំងធាមិនទាន់រះលះអារៈអ្នកតាទីខ្ញុំទ្រូងអ៊ូលស្ទះទូមិនសមនៅក្រុងក៏ខ្ញុំនៅតែជំនះមិនប្រណាំងនឹងគេតែប៉ុណ្ណានឹងកាពះកូនតែចង់ឈ្នះអាហាបីពេលក៏អរគុណព្រះគ្រាន់សង្ឃឹមថ្ងៃមួយបុណ្យលឺជីវិតភ្លឺចាំដូចថ្ងៃរះជីវិតខ្ញុំខុសពីជីវិតគេជីវិតខ្ញុំខុសពីជីវិតគេគ្មានសៅរ៍អាទិត្យរវល់រហូតគ្មានពេលទំនេរខ្ញុំប្រឹងប៉ុណ្ណឹងហើយរឿងនេះមើលមិនឃើញទេបើខ្ញុំនៅតែក្រសុំកុំពីលបាត់ទេប្រឹងហើយក៏គេងមិនគ្រប់ធ្វើការតាំងពីព្រឹករហូតទល់ព្រលប់បើខ្ញុំមិនប្រឹងទេសុទ្ធតែបានអង្គមកពីណាខ្ញុំយកមកហូបជោគនេះហើយជាជីវិតនេះក្របិទភ្នែកបើកភ្នែកមានខ្លះចេញមកដើរវែកញែកថានេះក្រនចេញចុះចិត្តទៅការគិតទៅពីដេកខ្ញុំប្រឹងមុខខ្ញុំមិនឡើងស្លេកបែបពងវាយសាច់កាយចត់ទៅជួក់ឆ្នាំពេកខ្ញុំមិនយល់អ្នកក្រគួរអីហាត់អ្វីអ្នកចង់បំពល់ចង់ប្រាប់តែអ្នកថាខ្ញុំក៏ចង់មានតែមិនតន់អំណោយផលវាស្នាខ្ញុំតបែម៉ាម៉ាំងអើយកូនសុំតោជួយមិនបានไว้សោះគ្រួសារយើងកំពុងលំបាកវ័យកូននេះក៏ច្រើនដែរហើយមិនឃើញសោកក៏ត្រើយពេលនេះកូនកំពុងខំប្រឹងគណៈរាត្រីខ្ញុំជក់បារៃអង្គុយសំណោះខ្លួនឯងខ្ញុំចេះតែគិតពីនេះពីនោះខួរក្បាលនេះគិតចង់ហុយផ្សាយហើយផ្លូវជីវិតរញ៉េរញ៉ៃត្រឡប់ទៅលិនដល់ឡើងវិញពេលដែលធំវិញសំពីច្រើនណាស់ខុសកាលពីក្មេងស៊ីបាយហើយរត់ទៅលេងមិនដែលជាខ្វល់ឲ្យគិតគូពីរឿងអីផ្សេងប៉ុន្តែឥឡូវគិតច្រើនខ្ញុំផ្ទុះ my brain សំពីសំពងជីវិតមួយនេះលំបាកមែនរឿងជីវិតមិនលំបាកពេកហើយប្រឹងណាស់តែមិនឃើញកងត្រាយហើយពេលខ្លាចខ្ញុំមិនជាសែនហត់នឿយហើយពេលខ្លាចខ្ញុំមិនជាសែនហត់នឿយគិតទៅមនុស្សយើងមានជីវិតមួយដូចតែគ្នាតែជីវិតខ្ញុំវាដូចជារស់សែនវេទនាគេអ្នកមានគេរស់ស្រួលជីវភាពគេធូរធារតែខ្ញុំវិញក្រធ្វើចំណាក់មកនៅស្រុកគេសែនរញ៉េជីវិតលំបាកលំបិនត្រឡប់ទៅលិនឡើងមកវិញព្រោះតែក្រពេករៀនមិនចប់ទី12គ្មានចំណេះគ្មានជំនាញមានតែធ្វើជាកូលីញើហូលឡើងសាប់លីអូទៅដូរយកលុយទិញបាយស៊ីបើសិនយើងនៅតែអន់នៅគ្មានឯណាគេខ្វល់ទេទាំងមកមិនសូវប្រៃវិសាប់ដូចជាទៅទន្លេគេតែញ៉ាំមើលរំលោភមិនឲ្យតម្លៃលើយើងទេក៏ព្រោះតែយើងនេះក្រយើងនៅមិនចុះចំណោមគេអ្នកមានកូនទាំងទ្វេលោកកាន់តែចាស់ដែរហើយតែកូននៅលេលើដើររំមិនឃើញក៏ត្រើយសង្ឃឹមតែថ្ងៃណាមួយពួកយើងនឹងបានធូរស្បើយកូនពិតមិនចង់ឃើញលោកត្រូវលំបាកទៀតឡើយរឿងជីវិតពិតលំបាកពេកហើយប្រឹងណាស់តែមិនឃើញកងត្រាយហើយពេលខ្លាចខ្ញុំមិនជាសែនហត់នឿយហើយពេលខ្លាចខ្ញុំមិនជាសែនហត់នឿយ